ពុកម៉ែបងប្អូនធ្លាប់ដឹងហើយថាសម្បុកវិជ្ជាកម្មមានតម្លៃថ្លៃនិងមានសារធាតុចិញ្ចឹមខ្ពស់តើពុកម៉ែបងប្អូនដឹងទេថាសម្បុកវិជ្ជាកម្មមានប្រភពមកពីណានៅក្នុងសៀវភៅកំណត់ហេតុឱសថបុរាណចិនបានកត់ត្រាអំពីប្រវត្តិរបស់ស៊ុបសម្បុកវិជ្ជាកម្មគឺកាលពីប្រមាណ500ឆ្នាំមុននៅក្នុងអំឡុងរាជវង្សមីងនៃប្រទេសចិនមានមេទ័ពជើងទឹកម្នាក់ដែលជាបេសកជនរបស់ស្ដេចមីងមានឈ្មោះថាចឹងហឺបានធ្វើដំណើរតាមផ្លូវទឹកមកកាន់តំបន់អាស៊ីអាគ្នេយ៍ជាចៃដន្យមេទ័ពជើងទឹកនិងនាវិករបស់គាត់បានជួបប្រទះនឹងព្យុះដ៏កាចសាហាវមួយដែលធ្វើឲ្យពួកគាត់ជាប់គាំងនៅលើកោះមួយឈ្មោះថាកោះម៉ាឡេដែលស្ថិតនៅកណ្ដាលតំបន់អាស៊ីអាគ្នេយ៍នៅពេលដែលជាប់នៅលើកោះនោះមួយរយៈស្បៀងអាហាររបស់ពួកគាត់កាន់តែតិចទៅពួកគាត់បានសម្រេចចិត្តស្វែងរកអាហារដែលមាននៅលើកោះនោះក៏បានប្រទះឃើញនឹងសម្បុកសត្វស្លាបម្យ៉ាងដែលមានពណ៌សដែលជាសត្វបជាកម្មនៅលើផ្ទាំងថ្មនៃរូងភ្នំនិងបានសម្រេចចិត្តយកមកបរិភោគមេទ័ពនិងសហការីបានភ្ញាក់ផ្អើលជាខ្លាំងថាក្រោយពេលដែលហូបសម្បុកជាកម្មនោះអស់មួយរយៈពួកគេបានសង្កេតឃើញថាអ្នកដែលមានសុខភាពចុះខ្សោយប្រែមកជាមានកម្លាំងស្វាហាប់រីឯអ្នកដែលមានរបួសប្រែជាសះស្បើយពីរបួសយ៉ាងឆាប់រហ័សបន្ទាប់មកមេទ័ពនោះក៏សន្មតថាសម្បុកបក្សីនោះគឺជាអាហារដែលមានប្រយោជន៍សម្រាប់សុខភាពក៏បានបញ្ជានាវិករបស់គាត់ឲ្យទៅបេះសម្បុកនោះយ៉ាងច្រើនដើម្បីធ្វើជាអំណោយសម្រាប់ព្រះចៅអធិរាជមីងពេលត្រឡប់ទៅប្រទេសចិនវិញចាប់តាំងពីពេលនោះមកអាថ៌កំបាំងនៃសម្បុកវិជ្ជាកម្មត្រូវបានលាតត្រដាងឡើងហើយបានក្លាយទៅជាអាហារសុខភាពដ៏ប្រណិតមួយដែលមានមរតកវប្បធម៌និងតម្លៃថ្លៃនៅក្នុងប្រទេសចិនព្រោះនៅក្នុងសម័យនោះគឺមានតែគ្រួសារអធិរាជនិងមន្ត្រីដែលមានឋានៈធំទេទើបមានសិទ្ធិទទួលទានអាហារដ៏ពិសេសនេះដោយសារតែភាពកម្រនិងអត្ថប្រយោជន៍របស់វាដែលមានតម្លៃជាប្រវត្តិសាស្ត្ររហូតមកដល់សម័យបច្ចុប្បន្នសម្បុកវិជ្ជាកម្មអាចងាយស្រួលរកបាននៅតាមទីផ្សារនិងមានតម្លៃសមរម្យដោយសារប្រជាជននៅតាមតំបន់ជាប់មាត់សមុទ្រមានបច្ចេកទេសក្នុងការចិញ្ចឹមសត្វវិជ្ជាកម្មដែលសុទ្ធធម្មជាតិ 100% ព្រោះសត្វវិជ្ជាកម្មដែលរស់នៅតាមមាត់សមុទ្រអាចស្វែងរកចំណីល្អៗដែលមាននៅក្នុងតំបន់នោះដែលអាចផ្ដល់នូវសារៈប្រយោជន៍និងសារធាតុចិញ្ចឹមតាមតាមដានច្រើនដល់អ្នកបរិភោគកម្មជាមួយហាងលក់សម្បុកវិជ្ជាកម្មបរិយាបូកគោយើងខ្ញុំ